ម៉ាក់អ្នកខ្លះដែរដូចនាងខ្ញុំបើការពីនាងខ្ញុំនៅកូនខ្ចីកាញតែញ៉ាំជើងជ្រូកស្ងោរជាមួយនឹងសាយ៉ូជ័យទាំងឯងខ្ញុំមិនដឹងថាត្រឡប់គ្រួសារនេះខ្ញុំឬក៏ខាងបងប្អូនឬក៏ត្រឡប់ខ្មែរយើងគេឲ្យហូបអញ្ចឹងមែនអត់ខ្ញុំអត់ច្បាស់ទេតែគ្រាន់តែដឹងថាការពីខ្ញុំនៅតូចគឺតែងតែឃើញម៉ាក់ខ្ញុំគាត់ស្ងោរជើងជ្រូកនឹងជាមួយនឹងយងជ័យមានខជើងជ្រូកនេះសម្រាប់អ្នកដែលកូនខ្ចីណាគឺញ៉ាំវិលជុំមានឆាខ្ញីអញ្ចឹងទៅនឹងឯបើអ្វីជាក់ស្ដែងវិញប៉ាខ្ញុំគាត់តែងតែធ្វើជួសសាច់គោបន្តែគាត់ហាជំនាន់នោះគាត់តែងតែដាក់ស្ករក្រហមចឹងអាទឹកស្លវារៀងក្រហមហើយសម្រាប់ជីអត់ដូចយើងឥឡូវទេយើងsẽដាក់ជីរៀងវងឬក៏ជីអាណាផ្សេងទៅតែសម្រាប់ប៉ាខ្ញុំគឺអត់ទេគាត់ដាក់ជីពងទាកូនបើសិនស្ដាប់ទៅបងប្អូនខ្លះគាត់ធ្លាប់ដាក់ទៅគាត់ស្គាល់ថាគាត់ថាឆ្ងាញ់មួយយ៉ាងតែបើអ្នកខ្លះអត់ធ្លាប់ស្គាល់គាត់តែឆ្ងល់ធម្មតាពេលថាជ្រក់គឺគេដាក់តែជីវងជីអាណាអីលឹកខ្ទឹមនឹងឯងប៉ុន្តែសម្រាប់ប៉ានេះខ្ញុំគាត់ដាក់ជីពងទាកូនប៉ុន្តែបើយើងសម័យពីឥឡូវទៅពីមុនវិញណារសជាតិដែលយើងធ្លាប់ធ្វើហើយនឹងគាត់ធ្លាប់ធ្វើពីមុនខុសគ្នាប៉ុន្តែបើយើងគិតការនៅក្មេងៗគឺឆ្ងាញ់ហើយដោយសារនៅពីក្មេងឲ្យតែឆ្អិនញ៉ាំបានទាំងអស់អត់ខ្វល់សំខាន់គឺឆ្អិនហើយឆ្ងាញ់ហើយសាច់ច្រើនក៏អូខេហើយតែខុសតានេះខ្ញុំឯងពេលដែលខ្ញុំចាប់ផ្ដើមទៅងន់ខ្ញុំតែប្រាប់គ្រូសាខ្ញុំថាពេលដែលខ្ញុំឆ្លងទលេកុំខជើងជ្រូកឲ្យខ្ញុំអីគាត់និយាយថាមិនបានអញ្ចឹងសម្រាប់គាត់ចូលចិត្តខជើងជ្រូកហ្នឹងហើយសម្រាប់ខ្ញុំមិនបានអត់ចង់ញ៉ាំអត់ឲ្យធ្វើអញ្ចឹងខ្ញុំថាការពីខ្ញុំនៅទូចគឺម៉ាក់ខ្ញុំគាត់កូនខ្ចីកណើតប្អូនប្រុសខ្ញុំហ្នឹងគឺនិយាយទៅម្ហូបហ្នឹងវិលជុំខជើងជ្រូកឆាខ្ញីជ្រូកសាច់គោស្ងោរជើងជ្រូកនិយាយទៅវិលជុំតែដល់ពេលដែលនាងខ្ញុំកូនខ្ចីឬថាឆ្លងទលេសម្រាលកូនហ្នឹងគឺអញ្ចឹងហើយគឺតិចស្ងោរជើងជ្រូកជាមួយយងជេងតិចស្ងោរតិចឆាខ្ញីនិយាយទៅនឹកឃើញកាលនោះនិយាយទៅមែនព្រោះដោយសារត្រឡប់មានគិតថាញ៉ាំអញ្ចឹងដើម្បីមានទៅដល់សម្រាប់កូនហើយឬក៏ញ៉ាំឆាខ្ញីដើម្បីឲ្យក្តៅទៅតែសាយយើងរឹងមាំអីអញ្ចឹងណាប៉ុន្តែបើកលេងមកឥឡូវមកឲ្យនេះខ្ញុំមកសាធ្វើទៀតគឺអត់ទេព្រោះដោយសារកាលពីជំនាន់នោះនិយាយពីជំនាន់តែពិតទៅនៅថ្មីដែរត្រឹម5ឆ្នាំទៅ7ឆ្នាំមុននេះហេដោយសារយើងអាសាញ៉ាំពេកដល់ពេលហ្នឹងទៅវារៀងត្រលន់អញ្ចឹងណាអត់ចង់ឲ្យយើងញ៉ាំទៀតទេដល់ពេលផឹកមិននៅសុកមិនទេក្រៅពីគេនឹកឃើញចង់ស្ងោរជើងជ្រូកញ៉ាំអញ្ចឹងទៅក៏ស្ងោរញ៉ាំទៅអញ្ចឹងសួរថាម៉ាក់ជាទូទៅប្រហែលជាអាចនឹងញ៉ាំស្ងោរជើងជ្រូកច្រើនដូចយ៉ាងការខ្ញុំឆ្លងទលេដែរមើលទៅមែនអត់ហើយនិយាយហ្នឹងឥឡូវស្លវាឆ្អិនបាត់ទៅហើយសួរថាត្រឡប់ពីមុនឥឡូវដូចគ្នាអត់ខ្ញុំអត់ដឹងទេព្រោះអីយើងតាមបែបចាស់អញ្ចឹងណាគេថាប្របីណៃនៅខាងគ្រួសារត្រឡប់នឹងរៀងខ្លួនវាខុសគ្នាដែរអត់ដូចគ្នាទាំងអស់ទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះខ្ញុំអរគុណជម្រាបលាបាយ